ចឹងនេះជា account client វាមិនមែន account នេះមិនមែន account អ្នកលក់ទេណាចឹង account មិនមែន account អ្នកលក់វាមានព័ត៌មានតាក់ទងជាមួយនឹងការលក់ឯងចឹងបើសិនជាយើងចង់លក់យើង become a seller មកចឹងយើងបំលែង client បំលែង account យើងទៅជា account លក់អញ្ចឹងយើងដាក់ account លក់បានណាអូខេអញ្ចឹងអានេះខ្ញុំអត់បំលែងទេខ្ញុំចូលទៅទិញអញ្ចឹង account យើងធម្មតាបង្កើត account ហើយយើងមកដល់នេះអញ្ចឹងខ្ញុំចង់ទិញ account មួយអញ្ចឹងខ្ញុំចុចលើអ្នកលក់មកខ្ញុំ select account ដែលខ្ញុំដាក់មិញហ្នឹងណាខ្ញុំចង់បានអាហ្នឹងឧទាហរណ៍អ្នកលក់គេ update ហើយអានេះយើងជាអ្នកទិញណាអញ្ចឹងយើងអ្នកទិញយើងចង់ដោយសារវាមាន stock មួយយើងដាក់ពីរអត់បានដែរអញ្ចឹងយើង select មួយមកតោះមកយើងធ្វើការបង់លុយអញ្ចឹងពេលវា generate code ហើយយើង scan វាមកទូរស័ព្ទយើងបើក scan មកបន្ទាប់មកយើងបង់ប្រាក់អញ្ចឹងនៅពេលដែលយើងបង់ប្រាក់រួចហើយគឺវា confirm កន្លែងនេះឃើញវា confirm ហើយគឺវានាំយើងទៅកាន់ account ដែលយើងបានទិញមិញនេះ account ដែលយើងបានទិញមិញណាគេអញ្ចឹងអ្នកនរឲ្យចង់ copy វាចុច copy មកចុច copy មកចុចបើខាងមានបញ្ហា report ឡើងនេះមក report ទៅអ្នកលក់អញ្ចឹងអ្នកនរឲ្យចង់ copy ទាំងអស់ copy នេះមកចុចនេះមក copy ទាំងអស់តែ copy មួយជួរចុចនេះមក copy មួយជួរណាអូខេអញ្ចឹងប៉ុណ្្នឹងហើយអ្នកលក់មួយអ្នកទិញអរគុណច្រើន